ធ្លាប់ទៅយកទៅយងចេកទៅធ្វើជាលក់ទឹកគ្រឿងឲ្យនំចកស្លម្ជូរស្ងោរជ្រក់ធ្វើជាញោមឬម្ហូបផ្សេងៗណាបងប្អូនអរគ្នាប៉ុន្តែចំពោះថ្ងៃនេះខ្ញុំនឹងយកទៅយងចេកទៅបុកជាមួយនឹងប្រហុកឆៅចំពោះស្រទាប់ទៅយងចេកគឺខ្ញុំនឹងយកមួយផ្នែកមកកាត់ឆ្នៃជាម៉ូតបែបនេះដើម្បីសម្រាប់យើងដេក័រនៅលើចានមុខម្ហូបរបស់យើងបន្ទាប់ពីកាត់រួចគឺខ្ញុំនឹងយកទៅត្រាំជាមួយនឹងទឹកក្រូចឆ្មានៅក្នុងហ្នឹងគឺមានទឹកមានក្រូចឆ្មាដើម្បីកុំឲ្យត្រយូងចេករបស់យើងខ្មៅបន្ទាប់មកខ្ញុំហាន់ត្រយូងចេកហ្នឹងជាសរសៃចំពោះគ្រាប់ខ្ញុំអត់យកទេតបមកខ្ញុំបានត្រាំមួយក្រូចឆ្មាររយៈពេលប្រហែលជា3នាទីកុំឲ្យខ្មៅត្រយូងចេករបស់យើងណាបងប្អូនអរគ្នាខ្ញុំក៏បានស្រង់ចេញបន្ទាប់មកយើងមករៀបចំគ្រឿងបុកមានខ្ទឹមសម្ទេសប្រហុកឆៅចំនួនកន្លះស្លាបព្រាបាយស្ករត្នោតចំនួន1ស្លាបព្រាបាយបន្ទាប់មកខ្ញុំបានបន្ថែមជាមួយនឹងប៊ីចេងចំនួន1ស្លាបព្រាកាហ្វេតមកស្តេចដីចំនួន2ស្លាបព្រាបាយបុកច្របល់ឲ្យសព្វខ្ញុំថែមជាមួយទឹកត្រីចំនួន1ស្លាបព្រាបាយក្រូចឆ្មា3ចំណិតធំតមកខ្ញុំបានដាក់ត្រយូងចេកចូលយូងចេកបងប្អូនអ្នកគ្នាបុករៀងថ្នមៗណាគ្រាន់តែយើងច្របល់បានកុំឲ្យទុកត្រយូងចេកយើងខ្លាំងពេកបន្តមកយើងមករៀបចំចានសម្រាប់ដាក់បុកត្រយូងចេកដេក័រជាមួយនឹងជីនាងវងបន្តិចហើយជាមួយផ្កាម្ទេសបន្តិចហើយខ្ញុំបន្ថែមមួយក្រូចឆ្មា2-3ចំណិតហើយនឹងប៉េងប៉ោះរោយស្តេចដីហើយជីនាងវងបន្ថែមតែប៉ុណ្្នឹងជាការស្រេច